បងខ្ញុំសុំសួរមួយខ្ញុំលេបថ្នាំជារៀងរាល់ថ្ងៃហើយខ្ញុំនៅជាមួយគ្នាពេលព្រឹកប្រហែលម៉ោង7តើអាចមានកូនអត់បងចាបងស្រីគាត់ចង់សួរតាក់ទងជាមួយនឹងការប្រើឬក៏លេបថ្នាំគ្រាប់ពជាកណើតនៅពេលដែលគាត់លេបថ្នាំគ្រាប់ពជាកណើតហើយគាត់នៅជាមួយគ្នាម៉ោង7ព្រឹកហ្នឹងតើគាត់អាចមានកូនដែរឬទេចាបងអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំគ្រាប់ពជាកណើតនៅពេលដែលបងចាប់ផ្ដើមប្រើដំបូងឬក៏ប្រើលើកទី1ឬក៏ប្រើប្រអប់ទី1គឺបងត្រូវចាប់ផ្ដើមលេបនៅថ្ងៃទី1នៃការមករដូវហើយបើនិយាយចំពោះអ្នកដែលគាត់ទំតប្រើដំបងនៅពេលដែលគាត់ប្រើហើយមួយសប្តាហ៍ក្រោយទើបគាត់អាចនៅជាមួយគ្នាបានមួយសប្តាហ៍ក្រោយនៃការប្រើថ្នាំគ្រាប់ពជាកណើតហ្នឹងគឺ99%នៃការការពារបានខ្ពស់តែបើក្នុងករណីបងលេបហើយភ្លាមបងនៅជាមួយគ្នាភ្លាមក្រោយមួយសប្តាហ៍អញ្ចឹងប្រសិទ្ធភាពរបស់វាគឺតិចតួចអន់ថយទៅតាមហ្នឹងឬក៏វាមានហានិភ័យឬក៏បថុយប្រឋាននៅក្នុងការមានកូនបានអញ្ចឹងតាក់ទងជាមួយនឹងការប្រើថ្នាំគ្រាប់ពជាកណើតឲ្យបានត្រឹមត្រូវគឺត្រូវលេបទៀងម៉ោងទៀងពេលទៅប្រសិទ្ធភាពរបស់វាបានរហូតដល់99%ការពារបងមិនឲ្យមានកូនបានខ្ពស់ហើយតាក់ទងជាមួយនឹងថ្នាំលេបគ្រាប់ពជាកណើតគឺមាន21គ្រាប់ជាមួយនឹង28គ្រាប់មិនថាបងប្រើមួយណាទេគឺត្រូវតែលេបឲ្យទៀងម៉ោងទៀងពេលទើបការពារបងបានខ្ពស់ហើយតាក់ទងជាមួយនឹងការប្រើថ្នាំគ្រាប់ពជាកណើត21គ្រាប់លេប21ថ្ងៃហើយបងត្រូវសម្រាកមួយសប្តាហ៍សិនទើបអាចចាប់ផ្ដើមប្រអប់ទី2បានដល់ពេល28គ្រាប់វិញគឺបងត្រូវលេបរហូតលេបអស់មកប្រអប់គឺចូលមកប្រអប់ភ្លាមតែម្ដងអត់ចាំបាច់រងចាំមួយសប្តាហ៍អីទៀតទេគឺការប្រើប្រាស់គឺវាខុសគ្នាត្រង់ចំណុចហ្នឹងហើយចំពោះអ្នកដែលគាត់មានចង្អល់ថាអ្នកដែលគាត់ប្រើថ្នាំគ្រាប់ពជាកណើតហើយនៅមានកូនតើមូលហេតុអីគឺមូលហេតុនោះគឺគាត់ប្រើអត់ទៀងទាត់គាត់លេបម្ដងម៉ោងនេះម្ដងម៉ោងនោះគាត់ប្រើប្រាស់បានត្រឹមត្រូវអញ្ចឹងក៏ធ្វើឲ្យគាត់មានហានិភ័យខ្ពស់នៅក្នុងការមានកូនសម្រាប់បងដែលគាត់ជ្រើសរើសវិធីពជាកណើតដែលការលេបថ្នាំគ្រាប់គឺត្រូវមានការពិភាក្សាជាមួយនឹងគ្រូពេទ្យក៏ដូចជាអសតការីឲ្យបានត្រឹមត្រូវជាមុនសិនហើយឧទាហរណ៍ថាបើគាត់ប្រើប្រាស់ទៅគាត់ធ្វើទុកនៅក្នុងរយៈពេល3ខែដំបូងគាត់មានការហូរឈាមឬក៏គាត់មានការចុកពោះឬក៏ធីងធោកអីរយៈពេល3ខែពេញគឺមានន័យថាគាត់ប្រើប្រាស់វិធីពជាកណើតដែលការប្រើថ្នាំគ្រាប់ហ្នឹងគឺអត់ត្រូវទេគាត់ត្រូវជ្រើសរើសរកវិធីពជាកណើតផ្សេងដូចជាការប្រើកាអៀបិទពជាកណើតឬក៏ការចាក់ថ្នាំពជាកណើត3ខែម្ដងឬក៏ការដាក់កងក្រោមស្បែកដាក់កងក្នុងស្បូនឬក៏វិធីពជាកណើតផ្សេងទៀតដែលសមស្របជាមួយនឹងរាងកាយរបស់គាត់សុខភាពរបស់គាត់អាហ្នឹងទើបគាត់អាចប្រើប្រាស់បានអញ្ចឹងបងនៅពេលដែលចាប់ផ្ដើមប្រើថ្នាំគ្រាប់ពជាកណើតត្រូវមានការពិនិត្យក៏ដូចជាតាមដានឲ្យបានត្រឹមត្រូវនៅពេលដែលបងចាប់ផ្ដើមប្រើក្នុងរយៈពេល3ខែដំបូងហើយជាធម្មតាសម្រាប់អ្នកដែលគាត់ប្រើប្រាស់ថ្នាំពជាកណើតវាអាចនឹងមានការប្រែប្រួលនៃការមករដូវជាពិសេសគឺ3ខែដំបូងនឹងហើយអញ្ចឹងគឺយើងត្រូវតាមដាននៅក្នុងរយៈពេលហ្នឹង